សួស្តីបងប្អូនគ្នាដូចជាបាត់មុខអូនយូរឯមែនរងបងនៅសាផ្ដាសាយនិយាយរួចទេប៉ុន្តែថ្ងៃនេះបានមកបញ្ចូលសលេងវិញណាបងថ្ងៃនេះគឺមានមុំហូបមកគឺឆាងាវជាមួយនឹងអំពិលទុំហើយងាវនេះដែរគឺខ្ញុំទិញតាម10000ទេបងប៉ុន្តែបានរៀងច្រើនគួរសមដែរងាវនេះដែរខ្ញុំលាងទឹកហើយទុកវាមួយឡែកសិនឥឡូវខ្ញុំមកធ្វើទឹកសដើម្បីយកវាទៅឆាបងហើយគ្រឿងផ្សំរបស់ខ្ញុំនឹងគឺអត់មានអីច្រើនទេមានតែអំពិលទុំស្ករប៊ីចេងទឹកត្រីអីហ្នឹងចុងក្រោយគេនោះក៏ខ្ញុំបានបន្ថែមជាមួយនឹងទឹកប្រេងខ្យងផងដែរហើយនិយាយទៅខ្ញុំពីមុនណាអត់សូវប្រើទឹកប្រេងខ្យងទេតែឥឡូវបើសិនជាដាក់ទឹកប្រេងខ្យងមើលអារម្មណ៍ថាមុខហូបហ្នឹងអត់សូវមានជាតិបន្ទាប់ពីខ្ញុំបានដាក់រួចរាល់ហ្នឹងខ្ញុំក៏មកជុំបើទុំហ្នឹងដើម្បីឲ្យវារាងបាយរាងចេញជាតិជូរបងហើយសូមអធិស្ឋានផងបងអើយដែលសារមកបញ្ចូលសលេងនេះគឺអត់ទាន់ជាស្រួលបួទេនៅនិយាយរៀងកងល់ឡើយទេឥឡូវមកមើលខ្ញុំដំខ្ទឹមដើម្បីច្រាមវាម្ដងបងតអគ្នាចំពោះខ្ទឹមគឺខ្ញុំអត់ដាក់ច្រើនពេកទេដែលសារអត់សូវចូលចិត្តវាដែរអញ្ចឹងខ្ញុំដាក់តែចំនួន3កំពឹសទេពេលដែលហើយនឹងបោះសបោវាចេះស្អាតច្រាមវារឿងម៉ត់អីបន្តិចណាបងឲ្យតែមុំហូបឆាបើសិនជាច្រាមខ្ទឹមអត់សូវម៉ត់គឺខ្ញុំអត់សូវចេះហូបពេដែលសារពេលដែលយើងហូបទៅមានអារម្មណ៍ថាទៅជាមួយនឹងខ្ទឹមច្រាមហ្នឹងមិនទេណាមួយត្រូវនឹងខ្ញុំអត់សូវជាចូលចិត្តវាទៀតបងអញ្ចឹងហើយតើច្រាមវារឿងម៉ត់ហើយបន្ទាប់មកខ្ញុំក៏មកចាប់ដើមហាន់ជាមួយនឹងម្ទេសនេះបើសិនជាចង់ហល់ដាក់វាច្រើនទៅបងប៉ុន្តែខ្ញុំប៉ុណ្ណឹងក៏ថាហល់មកល្មមហើយម្ទេសដែលខ្ញុំចូលចិត្តជាងគេនោះគឺម្ទេសពណ៌ខៀវហ្នឹងឯងបងម្ទេសពណ៌ខៀវហ្នឹងមានអារម្មណ៍ថាវាមានជាតិហល់ហើយរៀងឆ្ងាញ់ជាងម្ទេសពណ៌ក្រហមឥឡូវនេះសូមមកបាយមកជាមួយនឹងងាវខ្ញុំម្ដងងាវនេះគឺខ្ញុំលាងរុះវាឡើងស្អាតមើលទៅឡើងសហ្មងបងដែលសារដូចបងបានដឹងអញ្ចឹងឆាងាវអំពិលទុំគឺជាតិវាគឺនៅនឹងសបកហ្នឹងឯងអញ្ចឹងតើព្យាយាមលាងវាឲ្យស្អាតសបកហ្នឹងឥឡូវនេះដែរគឺខ្ញុំចាប់ផ្ដើមឆាវាបងនៅណាខ្ទឹមជាមួយនឹងម្ទេសវាហ្នឹងដល់លីងវាឡើងឈ្ងុយសិននៅពេលដែលវាឡើងឈ្ងុយហើយជំនាញចាប់ផ្ដើមចាក់គ្រឿងក្រៅដែលយើងបានលាយមុនហ្នឹងណាចូលទៅចំពោះរសជាតិគឺខ្ញុំអត់ហ៊ាននិយាយទេដោយសារយើងម្នាក់គឺញ៉ាំខុសគ្នាបងតែគ្រាន់តែការធ្វើវីដេអូនេះគ្រាន់តែខ្ញុំចង់ប្រាប់ថាជាទូទៅមុំហូបគឺខ្ញុំធ្វើបែបហ្នឹងឯងងាយស្រួលលឿនបន្ទាប់ពីខ្ញុំបានចាក់ទឹកសោះចូលហើយគឺខ្ញុំកូរច្របល់វាហ្នឹងតើតែទឹកសោះរបស់យើងនឹងវាចូលសពគ្នាហើយឡើងឈ្ងុយរៀងខាប់បន្តិចនៅពេលដែលឆាទឹកសោះនឹងឡើងឈ្ងុយហើយខាប់បងទាំងអស់គ្នាចាំយើងចាប់ដើមចាក់ជាមួយនឹងងាវនឹងចូលចំពោះងាវឆាអំពិលទុំនេះដែរបងបើសិនជាញ៉ាំជាមួយនឹងអាចារ្យក៏ឆ្ងាញ់ដែរប៉ុន្តែគឺខ្ញុំអត់សូវចេះញ៉ាំអាចារ្យទេគឺខ្ញុំយកវាដើម្បីញ៉ាំជាមួយនឹងបាយចុងខែអញ្ចឹងមែនហើយញ៉ាំសត្វតែគ្រឿងសមុទ្រប៉ុន្តែអត់ថ្លៃទេតែ10000ទេហើយញ៉ាំបានដល់មួយពេលចំពោះងាវឆាជាមួយនឹងងាវស្រស់គឺខ្ញុំចូលចិត្តងាវឆាអំពិលទុំជាងដោយសារវាឆ្ងាញ់ជាងងាវស្រស់ហើយឆានេះគឺខ្ញុំជោគត្រឡប់វាតែ4-5ត្រឡប់គឺខ្ញុំលើកវាចុះឲ្យបងតគ្នាដើម្បីកុំឲ្យវានឹងឆ្អិនខាងក្នុងពេកបន្ទាប់ពីខ្ញុំឃើញថាឆារបស់ខ្ញុំវាចូលជាតិជាមួយនឹងស្ករជាមួយនឹងអីសັບអស់ហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្រះព្រៅចូលតាមពិតទៅម្រះព្រៅនេះបងប្អូនចង់ដាក់ក៏បានអត់ដាក់ក៏បានដែរប៉ុន្តែខ្ញុំដាក់នេះដើម្បីធ្វើឲ្យមុំហូបហ្នឹងវាឈ្ងុយចំពោះងាវនេះដែរបើសិនជាវានៅរាងឆៅពេកក៏ខ្ញុំអត់ចេះញ៉ាំដែរព្រោះវានៅរាងឈាមពេកបងតែបើសិនជាវារៀងអាចចិត្តចង់ឆ្អិនបន្តិចចង់នេះបន្តិចលក្ខណៈថា50%បងគឺឆ្ងាញ់មកហើយវីដេអូនេះដែរក៏បានមកដល់ទីបញ្ចប់អរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនជាចូលចិត្តនៃការធ្វើវីដេអូរបស់ខ្ញុំកុំភ្លេចជួយចូល Subscribe ម្នាក់មួយផង